សួរខ្ញុំបាទឈ្មោះរុនរ៉ាណុតជាសិស្សថ្នាក់ទី12នៃសាលាអង្គការលើកស្ទួយវិជ្ជាពលរដ្ឋទីកន្លែងដំណើរបច្ចុប្បន្នរបស់ខ្ញុំគឺនៅខេត្តកណ្ដាលពុកម្ដាយរបស់ខ្ញុំគាត់ប្រកបមុខរបរជាអ្នកលក់ដូរនៅឯផ្សារគាត់គឺជាអ្នកលក់មាន់គាត់លក់មួយថ្ងៃជាងការ10ក្បាលជាងការ20ក្បាលការ30រាល់ថ្ងៃខ្ញុំមានបងប្អូនមកកើត2នាក់ខ្ញុំគឺជាពលបងបាទគាត់រៀននៅសាលាផ្សេងគឺស្ថិតនៅឯខេត្តពេលនោះគឺខ្ញុំបាទរៀនទីមត្តេយ្យដោយចូលនៅអាយុ5ឆ្នាំខ្ញុំក៏ PO នេះតាមរយៈអ្នកគ្រូម្នាក់ដែលធ្លាប់ធ្វើការនៅអង្គការលើកស្ទួយវិជ្ជាពលរដ្ឋហើយពេលនោះគាត់បានហៅខ្ញុំមករៀនដោយហ្វ្រីខ្ញុំចូលរៀននៅ PO នេះគឺនៅក្នុងឆ្នាំ2011ដល់ឆ្នាំ2012ក្រោយពីចូលរៀនទីនេះគឺខ្ញុំទទួលបានសមិទ្ធផលជាច្រើនដូចជាស្គាល់អ្វីដែលថ្មីធ្វើឲ្យខ្ញុំចេះអានអក្សរនិងបង្កើនចំណេះវិជ្ជាដូចជាខាងចែកវិទ្យាអេឡិចត្រូនិកនិងខាងប្រកួតប្រជែងផ្សេងៗជាចុងក្រោយសូមថ្លែងអំណរគុណទៅដល់ម៉ាក់មានដែលជាស្ថាបនិករបស់អង្គការលើកស្ទួយវិជ្ជាពលរដ្ឋនិង Casper ដែលឧបត្ថម្ភពីដើមរហូតដល់បច្ចុប្បន្ននេះនិងអរគុណទៅដល់ម្ចាស់ជំនួយផ្សេងៗដែលបានឧបត្ថម្ភជាសម្ភារៈសិក្សាប្រាក់និងរបស់របរប្រើប្រាស់មួយចំនួនផ្សេងទៀត